សួស្តីអ្នកស្ដាប់ជាទីគោរពទាំងអស់គ្នាថ្ងៃនេះយើងនឹងនិយាយអំពីរឿងមួយដែលប៉ះពាល់ជីវិតយើងរាល់ថ្ងៃប៉ុន្តែយើងពុំសូវគិតអំពីវាខ្លាំងទេនោះគឺការគ្រប់គ្រងពេលវេលា1ពេលវេលាគឺជាធនធានដ៏សំខាន់បំផុតលុយបាត់អាចរកវិញបានការងារបាត់អាចរកថ្មីបានតែពេលវេលាបាត់ហើយមិនអាចយកមកវិញបានទេមនុស្សគ្រប់គ្នាមានពេលវេលា24ម៉ោងដូចគ្នាមនុស្សជោគជ័យនិងមនុស្សធម្មតាមានម៉ោងស្មើគ្នាអ្វីដែលខុសគ្នាគឺការប្រើប្រាស់ពេលវេលាឲ្យបានត្រឹមត្រូវ2ហេតុអ្វីបានជាយើងមានអារម្មណ៍ថាពេលវេលាមិនគ្រប់អ្នកធ្លាប់និយាយទេថាខ្ញុំមិនមានពេលទេពេលខ្លះមិនមែនពេលវេលាមិនគ្រប់ទេប៉ុន្តែយើងប្រើវាមិនបានត្រឹមត្រូវឧទាហរណ៍អ្នកចូលមើល Facebook តែប៉ុន្មាននាទីប៉ុន្តែចេញមក1ម៉ោងក្រោយឬមើលវីដេអូ TikTok តែគិតថាវា5នាទីប៉ុន្តែពិតអស់រយៈពេល40នាទីពេលវេលាបាត់ទៅហើយដោយមិនដឹងខ្លួន3ការគ្រប់គ្រងពេលវេលាមិនមែនមានន័យថាធ្វើការទាំងថ្ងៃទាំងយប់ទេមនុស្សខ្លះគិតថាគ្រប់ពេលវេលាល្អទាំងអស់គឺការធ្វើការពេញមួយថ្ងៃមិនមែនទេការគ្រប់គ្រងពេលវេលាល្អគឺដឹងថាពេលណាគួរធ្វើការពេលណាគួរសម្រាកជីវិតត្រូវការតុល្យភាព4ជំហានសាមញ្ញទាំង6យ៉ាងសម្រាប់ការគ្រប់គ្រងពេលវេលា1កំណត់គោលដៅឲ្យបានច្បាស់លាស់អ្នកមិនដឹងទេថាអ្នកចង់ទៅណាអ្នកនឹងត្រូវដើរច្រឡំផ្លូវដែរឬទេរៀងរាល់ព្រឹកសួរខ្លួនឯងថាថ្ងៃនេះអ្វីសំខាន់បំផុតដែលខ្ញុំត្រូវធ្វើ2សរសេរបញ្ជីការងារកុំសរសេរ10ឬ20ការងារតែសរសេរតែ5ទៅ3តែប៉ុណ្ណោះសម្រាប់ការងារសំខាន់ពេលអ្នកបញ្ចប់មួយអ្នកនឹងមានអារម្មណ៍ថាអ្នកជោគជ័យវាជំរុញឲ្យចិត្តអ្នកអាចបន្តធ្វើបន្តទៀត3ធ្វើការមួយចប់មុនធ្វើការផ្សេងទៀតកុំធ្វើការច្រើនក្នុងពេលតែមួយវាធ្វើឲ្យអ្នកភ្លេចនិងមានកំហុសច្រើនធ្វើមួយចប់បន្ទាប់មកចាប់ផ្ដើមមួយទៀត4ប្រើពេលវេលា25នាទីផ្ដោតអារម្មណ៍ធ្វើការយ៉ាងខិតខំគឺ25នាទីបន្ទាប់មកសម្រាក5នាទីវិធីនេះធ្វើឲ្យខួរក្បាលមិនធុញហើយការងារធ្វើបានល្អនិងលឿនជាងមុន5កាត់បន្ថយការរំខានបិទសារទូរស័ព្ទបិទការជូនដំណឹងដាក់ម៉ោងកំណត់សម្រាប់បណ្ដាញសង្គមពេលអ្នកផ្ដោតបានល្អការងារត្រូវបានបញ្ចប់លឿន6រៀបចំពេលវេលាសម្រាប់ខ្លួនឯងការគេងពេលវេលាឲ្យបានល្អនិងគេងឲ្យបានគ្រប់គ្រាន់មិនមែនមានតែការងារទេអ្នកត្រូវតែមានពេលសម្រាប់គ្រួសារការហាត់ប្រាណការសម្រាកនិងការអានសៀវភៅជីវិតដែលមានតុល្យភាពជាជីវិតដែលមានសុខភាពល្អ5ចាប់ផ្ដើមពីរឿងតូចៗកុំគិតថាត្រូវការផ្លាស់ប្ដូរគ្រប់យ៉ាងនៅក្នុងមួយថ្ងៃចាប់ផ្ដើមពីការក្រោកពេលដូចគ្នាជារៀងរាល់ថ្ងៃគេងឲ្យបានគ្រប់ម៉ោងរៀបចំបន្ទប់ឲ្យបានស្អាតរៀបចំផែនការសម្រាប់ថ្ងៃស្អែកមុនពេលចូលគេងរឿងតូចៗទាំងនេះបង្កើតវិន័យ6អត្ថប្រយោជន៍នៃការគ្រប់គ្រងពេលវេលាអ្នកមិនមានភាពតានតឹងអ្នកមានទិសដៅច្បាស់លាស់អ្នកអាចសម្រេចគោលដៅបានលឿនអ្នកមានពេលសម្រាប់អ្វីដែលសំខាន់ពេលអ្នកមានពេលវេលាគ្រប់គ្រាន់បានអ្នកក៏អាចគ្រប់គ្រងជីវិតខ្លួនឯងបានដែរ7សារៈសំខាន់កុំរងចាំថ្ងៃច័ន្ទកុំរងចាំឆ្នាំថ្មីកុំរងចាំពេលវេលាដែលមានអារម្មណ៍ចង់ធ្វើចាប់ផ្ដើមថ្ងៃនេះធ្វើរឿងតូចមួយរៀបចំពេលវេលារបស់អ្នកឲ្យមានតម្លៃពេលវេលាមិនរងចាំអ្នកទេប៉ុន្តែអ្នកអាចជ្រើសរើសប្រើវាថ្ងៃនេះបន្ទាប់ពីអ្នកស្ដាប់រួចហើយសូមសរសេរផែនការតូចមួយសម្រាប់ថ្ងៃស្អែកចាំពាក្យនេះអ្នកដែលគ្រប់គ្រងពេលវេលាបានល្អគឺជាមនុស្សដែលគ្រប់គ្រងជីវិតបានសូមអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់នៅ podcast របស់ admin សូមឲ្យអ្នកទាំងអស់គ្នាប្រើពេលវេលារបស់អ្នកដោយប្រាជ្ញានិងជោគជ័យនៅក្នុងទិសដៅរបស់អ្នកទាំងអស់គ្នា